ជាម្ចាស់នៃវាសនារបស់នគរយើងទីហ៊ានរបស់យើងបានបូជាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីនឹងបូរណភាពទឹកដីនិងសេចក្តីសុខនៃនគរទាំងមូលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាការប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការចម្រើនពរដល់ប្រជាជាតិទាំងមូលសូមអស់លោកទាំងអស់លោកតាំងស្មារតីឲ្យម៉មសាមគ្គីឲ្យរឹងព្រួតដៃគ្នាដើម្បីនឹងឆ្លើយតបនិងប្រឈមមុខទៅនឹងវិបត្តិនេះឲ្យខាងទៅបានយើងប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការពោលពាក្យនៅសច្ចៈពោលពាក្យនៅពិតដែលនៅក្នុងប្រពៃណីព្រះពុទ្ធសាសនាគឺតែងតែធ្វើខណៈពេលដែលទឹកដីសង្គមទាំងមូលកំពុងតែជួបវិបត្តិយើងធ្វើកម្មវិធីថ្ងៃនេះក្នុងបំណងធំបំផុតមួយទៀតគឺដើម្បីនឹងឧទ្ទិសជូនដល់វីរៈកងទ័ពរបស់យើងដែលបានបូជាជីវិតដើម្បីទឹកដីយើងធ្វើកម្មវិធីថ្ងៃនេះមិនមែនជាការអង្វរករដល់សត្រូវឬជនណាម្នាក់ដែលឈ្លានពានទឹកដីយើងឡើយយើងធ្វើកម្មវិធីប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការបណ្ដុះស្មារតីនិងក្រើនរំលឹកដល់ប្រជាជាតិទាំងមូលអស់លោកត្រូវតែរួមសាមគ្គីគ្នាដាក់ចុះរាល់និន្នាការនយោបាយកន្លងមកដែលមិនស្របគ្នាពេលនេះជាពេលដែលខ្មែរត្រូវតែរួមឈាមរួមជីវិតតែមួយដើម្បីទឹកដីទាំងប្រសង់ទាំងក្រហោះបករណាជាម្ចាស់គ្រប់ព្រះអង្គទូទាំងប្រទេសពេលនេះទឹកដីរបស់យើងកំពុងតែរងនឹងការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេសសូមប្រដេកប្រគុណនិមន្តចាកចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាជួយរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានទេវាជាសត្យានុម័តដែលយើងត្រូវតែនៅជិតគ្នាអញ្ចឹងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាថ្ងៃនេះ I'm talking to the Thai people as a very simple Cambodian Buddhist monk. Today I'm speaking to you not because you are my enemy but my friend in the Dharma. I'm speaking to you today not because we are afraid of you, but we are good neighbors. I'm speaking to you today because we are the sons and the daughters of the Buddha, the one who share the same religion. Let the sounds of dialogue replace the sound of discord. Let us sit together in the spirit of a shared Dhamma and resolve all differences through peaceful negotiation, guided by the principles of compassion and loving kindness. May the light of the Dhamma shine upon both nations, guiding us back to the noble paths of peace and harmony and mutual prosperity as the two loving nations, Cambodia and Thailand. I know that we have a very bitter history between our two nations, but we have to be along with each other. We cannot separate this earth for Thai people and for Cambodian people. So please understand that peace is always possible and war is always bad. War is always bad. War is not the best option. Peace is only the best option. And I hope that our generation
gonna leave a very good legacy for our future children to come together, to talk together in a very peaceful manner. And I hope that our two nations will be coexist peacefully in the future. And I think that the best option can be taken is a ceasefire can be started from now. A military might is not an option, but the strength of compassion and loving kindness, a brotherhood in the Dhamma of the Buddhism could be our path that is called Majjhima Patipada. Please, Samdai Prasangri of Thailand, the Sangha of Thailand, please talk to your government, to your people, that the victims of this war, the innocent people of two nations who are living along the Cambodian border, are victimized and have great suffering and pains in the last few days of the fighting. And I hope that Buddhism could be a guide, could be a path for our two nations to come together. ញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ ខណៈពេលដែលសង្គ្រាមកំពុងតែប្រព្រឹត្តទៅកំពុងតែមានវត្តមាននៅក្នុងនៅតាមទល់ដែននេះសូមញោមទាំងអស់យើងមានទឹកដីតែមួយទេយើងមានប្រទេសតែមួយទេអត់មានពីរទេនៅលើលោកនេះកម្ពុជាមានតែមួយទេបើយើងមិនសហការគ្នាយើងមិនសាមគ្គីគ្នាទេយើងនឹងជួបវិបត្តិច្រើនអញ្ចឹងសូមប្រជាជាតិទាំងមូលសូមលោករួមគ្នាសាមគ្គីគ្នាហើយការពារទឹកដីបើមិនយ៉ាងដូច្នោះទេកូនចៅយើងចំនួនក្រោយនឹងជួបរឿងដ៏ច្រើនជាពិសេសចុងក្រោយនេះអាត្មាសូមផ្ដាំដល់យុវជនទាំងអស់របស់កម្ពុជាលោកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាជនគំរូជាអ្នកចេះដឹងរៀនសូត្រអភិវឌ្ឍខ្លួនទុកជាសសរទ្រូងសម្រាប់អនាគតនៃវាសនារបស់កម្ពុជាព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជឿច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតីអរគុណយ៉ាងក្រៃលែងដឹងគុណយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលបានលះបង់ដើម្បីព្រះនគរទាំងមូលសូមនគរកម្ពុជាប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយសូមអរគុណសូមអរគុណសូមចម្រើនពរអស់លោកពុទ្ធបរិស័ទទាំងអស់ដែលមានវត្តមានក្នុងទីនេះសូមលោកតាំងចិត្តចូលរួមដើម្បីនឹងប្រារព្ធនៅកម្មវិធីមួយឈ្មោះថាការប្រកាសនៅសច្ចកិរិយាដោយហេតុថានៅពេលបច្ចុប្បន្នទឹកដីរបស់យើងកំពុងតែទទួលរងនៅការវាយប្រហារនិងឈ្លានពានអំពីប្រទេសថៃជាទំនៀមខណៈពេលដែលទឹកដីទាំងមូលទទួលរងនៅការគ្របដណ្ដប់ដោយអំពើឈ្លានពាននិងអកុសលយើងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនានឹងធ្វើពិធីសច្ចកិរិយានេះឡើងដើម្បីបង្រួបនិងលើកទឹកចិត្តធ្វើយ៉ាងណាឲ្យប្រជាជាតិខ្មែរយើងទាំងមូលប្រកបដោយសាមគ្គីភាពជ្រងគ្នាអបក្រសោបគ្នាដើម្បីនឹងឆ្លើយតបចំពោះអំពើជាអកុសលនានាព្រោះហេតុដូច្នោះសូមអស់លោកពុទ្ធបរិស័ទនិងព្រះសង្ឃទាំងអស់រតនាធ្វើកម្មវិធីដូចតទៅนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมอะระหะโตสัมมาทัสสะติปิโสภะคะวะอะระหังสัมมาสัมพุทโธ
na sampanna soketa lokawitu anattara purisatyam yaksarathesan Patho bhagavya tentang arahati kunna sangyatang potthang Japotthang ime sakare abhipoy Swakata bhagavata dhammo santetikao Hepasikao ao panayikao pacatang vetitapo venyo Tikuna sangyatang dhammang sirasana miyamitang Sakare abhipoy jayami supadipana bhagavata Na bhagavata savaka sangho sai dipana bhagavata Kosamai cipandipana bhagavata savaka sangho yatitang Ni atha purisa pakaliya esa bhagavata savaka sangho Pahunaya takhinaya anjalikaranaya anuttarang Kasatitang supandipana tikuna sangyatang sangkhang sirasa Ime sakare abhipoy jayi Ecevak macan tanama sanayang nama samanau Panya pisantang vipalang alatang tasang Hatantaraya putyang saranang kejametamang Chame sangkhang saranang kachame tutayam pepatang saranang Pethamang saranang kachame tutayam pesangkhang saranang kachame tatayam Chame tatayam pethamang saranang kachame tatayam pesangkhang Samputeng atawi sanca tviyata sanca sahasake Dhammanca sangkhanca atarena namiyamihang namakara nupiyawen Upatawe aneka antaraya pewinasanto ase Pateng capanya sanca catuwi satesa sakete sasata sahasa Tesang dhammanca sangkhanca atarena namiyamihang namakara Sape upatawe aneka antaraya pewinasanto ase sata Tarasate athacata lai sasahasa kevi sate sata sahasa Tesang dhammanca sangkhanca atarena namiyamihang Nahantva sape upatawe aneka antaraya Satau yen ni thea bhutan ni samakata ni pumya ni va antalekhe sape va bhutan Tua thao pe sakai cha sunanto phiya setang tasmai Tasape metang karo thamya nusaya paciya yati viacarata carantaye Rakata apamata yang kain jiwatang ita via orang via sake suya yang
สัมมังอาติตถาคเตนะอิตัมเปปะเตระตนังปนัยตังเตนะสัจเจนะทุกขยังเวริยกังอมตังปนัยตังยะเตจักยาสักยมุนีสมาเจนะสวัตอันตเยปกตาปริวันนเยสุจังสมาธิเมียนันตระกัญญเมียนเวจติกัมปิกัมเมรตนังปนัยตังเตนะสัจเจนะสวัตอันตเยปกเลียอัตสตังตานิยุกิยนิหันตเตตะเขนายาสุขตาสสาวกาเตสเตนเนียนามาปลานิตัมปิสังเกเจนะสวัตอันตเยสุปยตามนัสสาตมัสสะสนามเตปาติปาตามตังเวกายลาเตียมุเตียนะพุตังพ้นจะมีเนียรัตนังปนัยตังเตนะสัจเจนะสวัตอันตปัทเวงสตาสยาจโตปิเวียเตปิอาสัมปกัมปยาตโตปมังนิยาวอริยสัจจานิอเวจปัสสติอิตัมปิสังเกรัตนังปนัยตังเตหันตเยอริยสัจจานวเปียเวยันตกัมปีนปัญญนสเตสตานิกัญจาเปเตอันตปุสัมเปวังอาตมมยตยันเตอิตัมปิสังเกรัตนังปนัยตังเตนะสัจเจนะสวัตตุสหาวาสเตสนสัมปเตตวิจเกจิตังจะสิลปตังเวปิยตาติกัญจโตอปายจวปมตาโภกาตังอิตัมปิสังเกรัตนังปนัยตังเตนะสัจเจนะสวัตอันตเวโรการันเตปะปะกังกายเยนเวียจายตเจตสาวะปะปะสาวตาสัพเดยปมังสัพวิตยะอิตัมปิปุเทรัตนังปนัยตังเตนะสัจเจนะสวัตอันตเวโรวรัญโยอนุตตรธรรมวรังเตสยิอิตัมปิปุเทรัตนังปนัยตังเตนะสัจเจนะสวัตอันตไกนังปุรานังกายติเกปเวสมังเตไขนาปิจิอาวิรลจันติอนปันตติริยทายามปฏิปาวตามปิสังเกรัตนังปนัยตังเทหันติยินิตปุตานิสมากตานิภูมิยนิเวียยนิวะอันตเลเกตถาคตังเมสวัตเตหะสัพเพปุรัตเถมายติสายสัตตาเวริยสุขยันตสัพเพกินายสายสัตตาเวริยสุขยันตสัพเพหันตุสัพเพเชมายติสายสัตตาเวริยสุขยันตสัพเพปัจจมายอนุติสายอเวริยสุขยันตสัพเพอัตตรายอนุติสายสัตตาเวริยสุขยันตสัพเพอเวริยสุขยันตสัพเพปริมายติสายสัตตาอเวริยสุขยันตสัพเพหันตอัปเจปัจเจหันตอนิเกหันตติเกยุกาหันตอารโกหันตสัมปัตติเท
តតខាបតាចនតខាបយាបតាចនបយាសោកាបតាបេបានេណោសូមប្រកាសណាគ្រប់ព្រះអង្គញាតិញោមអស់លោកទាំងអស់ដែលមានវត្តមានក្នុងទីនេះចូលរួមបដិបត្តិនៅការចម្រើនសមាធិខ្លីមួយដើម្បីនឹងឧទ្ទិសនៅកុសលផលបុណ្យនិងការដឹងគុណចំពោះវីរៈកងទ័ពរបស់កម្ពុជារបស់យើងអស់លោកទាំងអស់ដែលនៅខាងក្រោយលោកសម្រួលអិរិយាបថយ៉ាងណាក៏បានតាមអធិស្ឋានរបស់លោកឈរក៏បានលោកអង្គុយក៏បានដើម្បីនឹងបដិបត្តិសមាធិរយៈពេលខ្លីមួយប្រគល់ណាម្ចាស់សូមនិមន្តពេលប្របាទញាតិញោមអ្នកឈួរខាងក្រោយឈួរចោះអត់អីទេយើងសំខាន់គឺរក្សាចិត្តឲ្យស្ងប់រក្សាចិត្តកុំឲ្យវាស្លុតកុំឲ្យភ័យគ្មានអ្វីដែលល្អអ្វីដែលប្រសើរជាជាងការស្ងប់ចិត្តនឹងឡើយសូមប្រកាសណាបិទភ្នែកហើយចូលទៅចម្រើនរក្សាចិត្តឲ្យស្ងប់តាមការសង្កេតពិនិត្យនៃអាណាបាគឺសង្កេតអំពីដំណើរនៃដង្ហើមចេញដង្ហើមចូលឲ្យរក្សាចិត្តឲ្យស្ងប់ប្រឆាចអស់លោកដែលជាពុទ្ធបរិស័ទលោកអាចចម្រើនជាមួយនឹងធម្មភាពតាមអិរិយាបថយ៉ាងណាក៏បានរក្សាការសង្កេតនៅខ្យល់ដង្ហើមខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលមិនតោម្នោះមិនសោម្នោះធម្មតាអនុញ្ញាតឲ្យខ្យល់ដង្ហើមហ្នឹងវាប្រព្រឹត្តទៅតាមធម្មជាតិរបស់វាកុំភ្លេងឃ្លោងកុំជ្រួលច្បល់ធម្មតាប្រព្រឹត្តទៅនៃសភាវៈធម្មជាតិនៃរាងកាយនេះកណាបុគ្គលម្នាក់មានចិត្តដែលប្រកបដោយតុល្យភាពបុគ្គលនោះឈ្មោះថាជាអ្នកបានរក្សាខ្លួនល្អហើយមិនឆាប់ខឹងមិនឆាប់សប្បាយធម្មតាព្យាយាមរក្សាគ្រាន់តែសង្កេតចិត្ត
ឲ្យវាមានតលយៈភាពគណៈពេលដែលជីវិតរបស់យើងនឹងជួបនៅរឿងទីទីទាំងសបាយទាំងកាត់ទុកទាំងសុំប្រកាសណាញាតិញោមទាំងអស់លោកចំណាយពេលស្គាល់ចិត្តខ្លួនឯងខ្លីព្រោះជួនកាលចិត្តហ្នឹងវានៅក្នុងខ្លួនយូរហើយតែយើងស្គាល់វាមិនសូវច្បាស់ឥឡូវថ្ងៃហ្នឹងឆ្លៀតពេល4-5នាទីស្គាល់ចិត្តខ្លួនឯងមើលថាតើវាបណ្ណាវាមានសភាពយ៉ាងដូចម្ដេចធម្មជាតិរបស់វាហ្នឹងវាយ៉ាងណាខ្សោយខ្លាំងមិនស្នប់បង្កប់ឬយ៉ាងដូចម្ដេចចិត្តរបស់អស់លោកអញ្ចឹងយើងស្គាល់តាមរយៈការបដិបត្តិនេះឯងដោយបានចម្រើនពោអញ្ចឹងគឺបច្ចេកទេសដ៏សាមញ្ញគឺសង្កេតខ្យល់ដង្ហើមតែកុំបញ្ជាដង្ហើមបាទស្គាល់តែសង្កេតមើលថាខ្យល់ដង្ហើមប្រព្រឹត្តទៅតាមសភាវៈរបស់វានេះជាបច្ចេកទេសដ៏សាមញ្ញដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនដល់ពិភពលោកឧស្សាហ៍សង្កេតអញ្ចឹងទៅធ្វើឲ្យចិត្តហ្នឹងវាស្ងប់វាអត់ឃ្លីងឃ្លោងវាអត់ឆ្វេងឆ្វាយវាអត់កញ្ជ្រោលខុសប្រក្រតីសូមអរព្រគុណសូមសម្រួលអាបត្តិទុក្ខបត្តាយចនៈទុក្ខភយាបត្តាយចនៈភយាសោកបត្តាបេបានិណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅអលុះ1 2 3 ជាបន្តទៅទៀតនេះព្រះករណាគ្រប់ព្រះអង្គជាទីសក្ការៈដកពងពោះលោកអ្នកសាធុសពបរោះទាំងឡាយជាទីគោរពកម្មវិធីជាបន្តទៀតនេះដោយសង្ខេបខ្លីនឹងបានគ្រប់រដ្ឋនីនិមន្តសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតសម្ដេចព្រះចៅអធិការវឌ្ឍនាឡោម
ក្នុងនាមនៃគណៈសង្ឃគ្រប់លំដាប់ថ្នាក់របស់ព្រះរាជាណាចក្រកម្ពុជាខ្ញុំប្រកាសណាខ្ញុំបាទសូមការអនុញ្ញាតនិងអរតនានិមន្តសម្ដេចដើម្បីនឹងបាននិមន្តថ្លែងនៅសច្ចកិរិយានៅក្នុងឱកាសនេះសូមអរតនានិមន្តសម្ដេច សូមក្រាបថ្វាយបង្គំចំពោះបកករណាជាម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរប្រជាពលរដ្ឋខ្មែរទាំងអស់ជាទីស្រឡាញ់ខណៈពេលដែលអស់លោកកំពុងតែប្រារព្ធកម្មវិធីមួយឈ្មោះការប្រកាសសច្ចកិរិយាពេលនេះលោហិតកាមេរ៉ារបស់យើងកំពុងតែហូរជ្រាបតាមទល់ដែនយ៉ាងច្រើនដោយការបង្កនៅគ្រោះថ្នាក់និងការវាយប្រហារពីសំណាក់ប្រទេសថៃមកលើដែនដីដ៏កំសត់នៃយើងជនរួមជាតិជាទីស្រឡាញ់ទឹកដីកម្ពុជាជារបស់យើងទាំង17លានអ្នកជាម្ចាស់នៃវាសនារបស់នគរយើងទីហ៊ានរបស់យើងបានបូជាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីនឹងបូរណភាពទឹកដីនិងសេចក្តីសុខនៃនគរទាំងមូលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាការប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការចម្រើនពរដល់ប្រជាជាតិទាំងមូលសូមអស់លោកទាំងអស់លោកតាំងស្មារតីឲ្យម៉មសាមគ្គីឲ្យរឹងព្រួតដៃគ្នាដើម្បីនឹងឆ្លើយតបនិងប្រឈមមុខទៅនឹងវិបត្តិនេះឲ្យខាងតែបានយើងប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការពោលពាក្យនៅសច្ចៈពោលពាក្យនៅពិតដែលនៅក្នុងប្រពៃណីព្រះពុទ្ធសាសនាគឺតែងតែធ្វើគណៈពេលដែលទឹកដីសង្គមទាំងមូលកំពុងតែជួបវិបត្តិយើងធ្វើកម្មវិធីថ្ងៃនេះក្នុងបំណងធំបំផុតមួយទៀតគឺដើម្បីនឹងឧទ្ទិសជូនដល់វីរៈកងទ័ពរបស់យើងដែលបានបូជាជីវិតដើម្បីទឹកដីយើងធ្វើកម្មវិធីថ្ងៃនេះមិនមែនជាការអង្វរករដល់សត្រូវឬជនណាម្នាក់ដែលឈ្លានពានទឹកដីយើងឡើយយើងធ្វើកម្មវិធីប្រកាសសច្ចកិរិយាថ្ងៃនេះគឺជាការបណ្ដុះស្មារតីនិងក្រើនរំលឹកដល់ប្រជាជាតិទាំងមូលអស់លោកត្រូវតែរួមសាមគ្គីគ្នាដាក់ចុះរាល់និន្នាការនយោបាយកន្លងមកដែលមិនស្របគ្នាពេលនេះជាពេលដែលខ្មែរត្រូវតែរួមឈាមរួមជីវិតតែមួយដើម្បីទឹកដីទាំងប្រសង់ទាំងក្រហមបកករណាជាម្ចាស់គ្រប់ព្រះអង្គទូទាំងប្រទេសពេលនេះទឹកដីរបស់យើងកំពុងតែរងនឹងការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃប្រសង់គ្រប់ព្រះអង្គទូទាំងប្រទេសសូមប្រដេកប្រគុណនិមន្តចាក់ចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានដែរវាជាសត្យានុម័តដែលយើងត្រូវតែនៅជិតគ្នាអញ្ចឹងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាថ្ងៃនេះ I'm talking to the Thai people as a very simple Cambodian Buddhist monk. Today I'm speaking to you not because you are my enemy but my friend in the Dharma. I'm speaking to you today not because we are afraid of you but we are good neighbors. I'm speaking to you today because
We are the sons and the daughters of the Buddha, the one who share the same religion. Let the sounds of dialogue replace the sound of discord. Let us sit together in the spirit of a shared Dhamma and resolve all differences through peaceful negotiation, guided by the principles of compassion and loving kindness. May the light of the Dhamma shine upon both nations, guiding us back to the noble paths of peace and harmony and mutual prosperity as the two loving nations, Cambodia and Thailand. I know that we have a very bitter history between our two nations, but we have to be along with each other. We cannot separate this earth for Thai people and for Cambodian people. So please understand that peace is always possible and war is always bad. War is always bad. War is not the best option. Peace is only the best option. And I hope that our generation gonna leave a very good legacy for our future children to come together, to talk together in a very peaceful manner. And I hope that our two nations will be coexist peacefully in the future. And I think that the best option can be taken is a ceasefire can be started from now. A military might is not an option, but the strength of compassion and loving kindness, a brotherhood in the Dhamma of the Buddhism could be our path that is called Majjhima Patipada. Please, Samdai Prasangri of Thailand, the Sangha of Thailand, please talk to your government, to your people, that the victims of this war, the innocent people of two nations who are living along the Cambodian border, are victimized and have great suffering and pains in the last few days of the fighting. And I hope that Buddhism could be a guide, could be a path for our two nations to come together. ញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់គណៈពេលដែលសង្គ្រាមកំពុងតែប្រព្រឹត្តទៅកំពុងតែមានវត្តមាននៅក្នុងនៅតាមទល់ដែននេះសូមញោមទាំងអស់យើងមានទឹកដីតែមួយទេយើងមានប្រទេសតែមួយទេអត់មានពីរទេនៅលើលោកនេះកម្ពុជាមានតែមួយទេបើយើងមិនសហការគ្នាយើងមិនសាមគ្គីគ្នាទេយើងនឹងជួបវិបត្តិច្រើនអញ្ចឹងសូមប្រជាជាតិទាំងមូលសូមលោករួមគ្នាសាមគ្គីគ្នាហើយការពារទឹកដីបើមិនយ៉ាងដូច្នោះទេកូនចៅយើងចំនួនក្រោយនឹងជួបរឿងដ៏ច្រើនជាពិសេសចុងក្រោយនេះអាត្មាសូមផ្ដាំដល់យុវជនទាំងអស់របស់កម្ពុជាលោកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាជនគំរូជាអ្នកចេះដឹងរៀនសូត្រអភិវឌ្ឍខ្លួនទុកជាសសរទ្រូងសម្រាប់អនាគតនៃវាសនារបស់កម្ពុជាព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជឿច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតីអរគុណយ៉ាងក្រៃលែងដឹងគុណយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលបានលះបង់ដើម្បីព្រះនគរទាំងមូលសូមនគរកម្ពុជាប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយសូមអរគុណសូមអរគុណខ្ញុំប្រកាសណាសូមថ្លែងអំណរព្រគុណយ៉ាងជ្រាលជ្រៅជាទីបំផុតសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតដែលបានថ្លែងនៅសច្ចកិរិយាគឺវិជ្ជាពិតអំពីបេះដូងនៃបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទៅកាន់វីរៈកងទ័ពដ៏អង់អាចក្លាហាននិងជឿនជ័យបំផុតរបស់ព្រះរាជាណាចក្រកម្ពុជានៃយើងដែលលោកបាននឹងកំពុងពលីបូជានៅសាច់ស្រស់ឈាមស្រស់ដើម្បីការពារនៅព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យមានសុខសន្តិភាពបន្តទៀតជារៀងរហូតទាំងអស់គ្នានៅក្នុងឱកាសនេះសូមលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ
ទេវតាដែលលោកថិតថែរក្សានៅព្រះមហាស្វេតឆ័ត្រទឹកដីមហានគរដ៏ស្រស់បវររបស់ព្រះរាជាណាចក្រកម្ពុជានៃយើងដើម្បីនឹងបានវាយបំបាក់ឲ្យខ្លោបខ្លាចអំពីសំណាក់នៃយើងទាំងអស់គ្នាចំពោះសត្រូវគឺប្រទេសសៀមដែលបាននឹងកំពុងឈ្លានពានមកលើព្រះរាជាណាចក្រកម្ពុជាសូមឲ្យវីរៈកងទ័ពទាំងអស់ដែលលោកបានពលីនឹងមរណៈទៅកើតនៅក្នុងទីស្ថានសុគតិភពគឺព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡើយហើយក៏សូមងាកក្រោយប្រោះព្រំប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ពងពោះបំផុតនៃយើងថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកព្រះថេរានុថេរៈគ្រប់ព្រះអង្គនឹងការពារបីបាច់ថែរក្សាអិសរជនថ្នាក់ដឹកនាំកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីលោកបានដឹកនាំនៅព្រះរាជាណាចក្រកម្ពុជាមួយនេះឲ្យស្ថិតស្ថេរគង់វង្សជាអង្វែងតរៀងទៅកំបីឃ្លៀងឃ្លាតឡើយហើយនៅចុងខាងក្រោយនេះសូមយើងទាំងអស់គ្នាដែលនៅពីខាងក្រោយព្រះសង្ឃអញ្ជើញក្រោកឈរឡើងទាំងអស់គ្នាដើម្បីនឹងគោរពវិញ្ញាណក្ខន្ធហើយបន្ទាប់មកយើងនឹងច្រៀងនៅបទពងសាវតាខ្មែរនិងដែនដីខ្មែរប្រែថាសុវណ្ណភូមិទាំងអស់គ្នាសូមយើងទាំងអស់គ្នាអញ្ជើញក្រោកឈរឡើងដើម្បីសង្រួមនៅកាយវិជាចិត្តគ្រប់វិញ្ញាណក្ខន្ធនិងដឹងគុណចំពោះវីរៈកងទ័ពរបស់យើងទាំងអស់គ្នានៅក្នុងឱកាសនេះសូមមេត្តាត្រៀមប្រំព្រៀបគ្រប់វិញ្ញាណក្ខន្ធគោរពបាទសូមអរគុណដូច្នេះជាបន្តយើងនឹងត្រៀមច្រៀងនៅបទពងសាវតាទាំងអស់គ្នាឲ្យបានព្រមគ្នាខ្មែរអើយចូលចាំជាងថាតាមពងសាវតាបញ្ជាំងប្រាប់ថាពូជខ្មែរកាងទឹកដីខ្មែរធំទូលំទូលាយសំសាយរុងរឿងគេអាហារតែងលើកដងកាងដងកជាតិយើងចាត់ទុកឡើងជាជាតិឆ្លងអាយធម៌ភុំភួឆាឆាយបានចេញសំសាយក្រុមទិទាំងឡាយចុងបូពីសាសនាសិល្បៈចំឡាំងវិចិត្រគំនិតសិក្សាដំប្រៃទស្សនវិជ្ជាអាយុសិក្សាជាកការដែលផ្លែផ្សាយទៅខ្មែរអើយចូលស្ដាប់សាវតាដែលបានចរចាបញ្ជាក់ប្រាប់ថាពូជខ្មែរកើតតាំងចិត្តឲ្យមុំខិតខំប្រឹងវិញបញ្ចេញដំកើដំណៃនៃជាតិថ្មីយើងឲ្យបានរុងរឿងជាថ្មីឡើងតាមសាវតាដែនដីខ្មែរប្រែថាសុវណ្ណភូមិខ្មែរគ្រប់ភូមិរមណីយស្ថានជ្រាបដរាបតមកអំពីបុរាណខ្មែរយើងបានរួបរួមសាមគ្គីថ្ងៃមួយមានសត្រូវវតុស្រាយខ្មែរគ្រប់កាយស្ម័គ្រចិត្តបដូរជីវិតសឹងសង្គ្រាមឈាមស្រក់លើប្រកពីអោព្រះភូមិរិទ្ធិរង្គង្គាកម្ពុជាឯករាជ្យបានឃ្លាតពីទុក
ម៉ែបានសុខទាំងអង្គគ្រប់អាត្មាសូមទេវតាឲ្យពោសពសាធុការព្រះមហាក្សត្រយើងក្រុមក្រងដែនដីសូមអរគុណទាំងអស់គ្នាជ័យយោព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿងជ័យយោវីរៈកងទ័ពដ៏ជាងជ័យនៃកម្ពុជាបាទសូមអរគុណទាំងអស់គ្នាជាថ្មីម្ដងទៀតទូលព្រះបង្គំខ្ញុំប្រកាសណាក់ចំបាទនៅក្នុងឱកាសនេះសូមថ្លែងអំណរព្រះករុណាธิคุณយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេនយាតព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលបាននិមន្តនៅក្នុងពេលវេលាដ៏មានតម្លៃនៅក្នុងឱកាសនេះដើម្បីនឹងបានថ្លែងនៅសច្ចកិរិយាគឺជាវិជ្ជាពិតពីបេះដូងរបស់យើងទាំងអស់គ្នាចំពោះវីរៈកងទ័ពដ៏អង់អាចក្លាហាននិងមានភក្ដីភាពចំពោះប្រទេសជាតិមួយនេះដែលបាននឹងកំពុងរងទទួលនៅការឈ្លានពានយ៉ាងឃោរឃៅជាទីបំផុតពីសំណាក់នៃប្រទេសថៃហើយទាំងអស់គ្នានៅក្នុងឱកាសនេះនឹងបានសម្ដែងនៅការដឹងគុណអ្នកទាំងអស់នោះជារៀងរហូតខ្ញុំប្រកាសណាសូមថ្លែងអំណរព្រគុណសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេនយាតនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាថ្មីម្ដងទៀតសូមមានព្រះសុខុមាលភាពល្អបរិបូរណ៍បញ្ញាញាណវាងវៃមោះមុតដើម្បីនឹងបានរួមចំណែកជាមួយនឹងប្រទេសជាតិមាតុភូមិរបស់កម្ពុជានៃយើងហើយជាមួយគ្នានេះផងដែរក៏អរគុណចំពោះបងអគ្គមហាបាសកពុទ្ធសាសនូបត្ថម្ភសសរិននិងអគ្គមហាបាសិកាពុទ្ធសាសនូបត្ថម្ភវឿងជាលីក្នុងនាមនៃមហាពុទ្ធបរិស័ទបងប្អូនប្រជាជនខ្មែរទាំងអស់នៅក្នុងឱកាសនេះដែលបានចូលរួមរំលែកនៅសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងក្រុមគ្រួសារនៃវីរៈកងទ័ពដែលបានពលីនិងមរណៈដើម្បីបុព្វហេតុជាតិមាតុភូមិរបស់កម្ពុជានៃយើងហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អបរិបូរណ៍ប្រាសចាកឆ្ងាយអំពីការលក្ខណីនិមិត្តអាក្រក់ទាំងឡាយក៏សូមឲ្យបវិសជិះចេញឲ្យឆ្ងាយអំពីសារពាង្គកាយរបស់យើងទាំងអស់គ្នាផងដែរហើយសូមឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលបានប្រកបទៅដោយសុខសន្តិភាពនិងមានការរីកចម្រើនជាបន្តទៀតលើគ្រប់វិស័យហើយសូមឲ្យបច្ចាមិត្តទាំងអស់នោះគឺព្រះរាជាណាចក្រថៃដែលប៉ុនប៉ងចងយាយីនិងឈ្លានពានដដែលម្ដងហើយម្ដងទៀតមកលើព្រះរាជាណាចក្រកម្ពុជាសូមឲ្យវិនិច្ឆ័យអន្តរាយវិនិច្ឆ័យអន្តរធានចាក់ចេញអំពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចាប់ពីពេលនេះតរៀងទៅជ័យយោព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿង